សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំមុខក្រុម សម្រាប់ការអនុវត្តការងារប្រកបទៅដោយឆន្ទៈបេះដូងនៃការសម្រាប់ការងាររបស់យើងហើយមែនតើទៅគឺព្រឹត្តិការណ៍ដែលលេចធ្លោជាងគេគឺការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជានេះហើយដែលធ្វើឲ្យប្រជាជនកម្ពុជារបស់យើងនៅទូទាំងប្រទេសហើយក៏ដូចជានៅក្រៅប្រទេសគឺมันស្ងប់ចិត្តហើយក៏មានខែតាប់មកជាពុទ្ធពីបាទមានសសរក៏ពុកចារបស់យើងហើយថ្ងៃនេះខ្ញុំពិតហើយជាមួយនឹងការជួបជុំជាថ្ងៃនេះពិតជាការជួបជុំតាមបែបប្រពៃណីដែលជារៀងរាល់ឆ្នាំយើងតែជួបគ្នាដើម្បីស្ដាប់របាយការណ៍ពីសកម្មភាពការងារដែលយើងបានអនុវត្តហើយក្នុងនេះក៏មានតម្លៃនៅលើបញ្ហាឈោមួយចំនួនដើម្បីយើងដាក់ចេញនៅទិសដៅបន្ថែមដើម្បីធ្វើការសម្រេចនៅការងារសេសសល់សម្រាប់ឆ្នាំជាប្រកបដោយភាពមុខនេះរដ្ឋាភិបាលរបស់យើងគ្រប់កលៈទេសៈកម្លាំងសាមគ្គីគឺពិតជាសំខាន់សម្រាប់យើងទាំងអស់គ្នាចាហើយរួមគ្នាជឿជាក់លើប្រមុខនេះរដ្ឋាភិបាលកុំជឿលើព័ត៌មានដែលគេញាក់ចាសូមធ្វើម៉េចឲ្យសតិអារម្មណ៍យើងរឹងមាំដល់គ្នាហើយផ្សព្វផ្សាយបន្តដល់គ្នាផ្សាយសក្តានុពលខេត្តរួមគ្នាផ្សព្វផ្សាយសកម្មភាពរបស់ខេត្តនិងសកម្មភាពរបស់ខេត្តនគរហើយជាពិសេសយើងឃើញឆ្នាំក្រោយយើងទូខ្លាំងទៅលើបណ្ដាញសង្គមទៅលើព្រឹត្តិការណ៍ចូលឆ្នាំនេះឥឡូវចាប់ពីចូលខែ2ហ្នឹងមកប្រជាពលរដ្ឋគាត់ដាក់ការចាប់អារម្មណ៍លើព្រឹត្តិការណ៍ចូលឆ្នាំថ្មីធ្វើបានតបទាត់រហូតពេញមួយឆ្នាំចាវិស័យណាធ្វើរហូតហូរហែពេញមួយឆ្នាំប៉ុន្តែស្រុកណាវិស័យណាដែលអត់ធ្វើគឺនៅតែអត់ធ្វើអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាពីគាត់26ខ្ញុំចង់ឃើញសកម្មភាពថ្មីដែលចេញពីបងប្អូនយើងមួយចំនួនដែលគាត់អត់ដែលធ្វើអត់ទាន់ធ្វើសូមគួរផ្ដើមប្រកបដោយភាពច្នៃប្រឌិតជាដៅមួយចំនួនសម្រាប់ឆ្នាំ2026នេះសូមជម្រាបជូនដែរថាកម្មវិធីអ្នកស្ដាប់របស់ល្អគឺឆ្នាំថ្មីនេះគឺប្របែងរហូតដល់មួយស្រុកទៀតហើយគឺគុណទឹកស្បៃ